ជំរាបសួរអ្នកទាំងគ្នាស្វាគមន៍មកកាន់រឿងក្របដណ្ដប់ឋានសួគ៌ភាគទី121ដែលជាភាគបន្តរបស់យើងសារីចាប់ដើមឡើងដោយគ្រូសាជីបានចាប់លោកតាឆាងវិនចាំងនឹងយកទៅធ្វើទរណកម្មដោយសារសួរពីវត្តមានរបស់យេហ្វានមើលទៅពួកគេក៏ពិតជាខុសខើខ្លាំងមែនទែនធ្វើបាបគាត់គ្មានអាណិតសំបីអ្វីតែបន្តិចតែរឿងនេះចាប់ដើមឡើងដោយលោកយាយជីហួយក៏ចង់ដឹងខ្លាំងណាស់ថាតើយេហ្វាននៅទីកន្លែងណាហើយបើសិនជាលោកតាឆាងវិនចាំងមិនមែនជាមនុស្សដែលធ្លាប់តាក់ទងជាមួយនឹងយេហ្វាននោះទេម្ល៉េះគាត់សម្លាប់ជាយូរណាស់មកហើយដោយសារតែគាត់មាត់រឹងខ្លាំងណាស់ពេលនោះគឺមានប្រតិកម្មម្នាក់បានប្រាប់ទៅកាន់គាត់ផងដែរថាយេហ្វានបានចូលទៅក្នុងតំបន់ហាមឃាត់ក៏ប្រហែលជាស្លាប់បាត់បង់ជីវិតទៅហើយចុះហេតុអីក៏យើងចាំបាច់ធ្វើបាបបរិះចំណាស់នេះធ្វើអីលោកយាយជីហួយបានប្រាប់វិញថាដោយសារតែយេហ្វានបានសម្លាប់សមាជិករបស់គាត់ហើយក៏បានធ្វើបាបគាត់ផងដែរបើសិនជាមិនសម្លាប់តាចាស់នេះទុកធ្វើជាគំរូនោះទេប្រកាសជាមានអ្នកដទៃទៀតមកធ្វើបាបគាត់ចាក់ជាពំខាននោះឡើយក៏ប៉ុន្តែប្រតិកម្មអ្នកនឹងគាត់បានប្រាប់ថាបើសិនជាសម្លាប់បរិះចំណាស់ដែលគាត់មិនដឹងអីនេះថាតើយើងគួរតែបកស្រាយប្រាប់ទៅកាន់ស្ដេចទន្លេដូចម្ដេចក៏ប៉ុន្តែលោកយាយជីហួយគាត់មិនខ្វល់នោះទេថ្ងៃនេះគាត់ត្រូវតែដកឆ្អឹងតាចាស់នេះចេញឲ្យតទៅបានហើយគាត់គឺជាអ្នកទទួលខុសត្រូវគ្រប់បែបយ៉ាងតែយ៉ាងណាប្រតិកម្មនឹងក៏នៅតែប្រាប់ចឹងថាការកាត់ទោសសម្រាប់មនុស្សដែលទន់ខ្សោយនៅទីសាធារណៈបែបនេះក៏ប្រហែលជាកេរ្តិ៍ឈ្មោះគ្រួសារជីនឹងរលាយរលុបបាត់ទៅហើយដោយសារតែគាត់រំខានលោកយាយជីហួយក៏បង្ហើយជីវិតរបស់គេបាត់ទៅព្រោះហើយគាត់ក៏បានបញ្ជាឲ្យកូនចៅកាត់នៅដៃរបស់លោកតាចាំងវិនឆាងជាមុនបន្តមកទៀតកាត់ជើងរបស់គាត់ឲ្យពិការហើយគាត់បានដឹងថាលទ្ធផលមាត់រឹងនឹងទទួលបានអ្វីត្រឡប់មកវិញចឹងហើយកូនចៅរបស់គាត់ក៏បានមកស៊ូគាត់ជាលើកចុងក្រោយថាតើអាសម្រាប់យេហ្វាននឹងនៅទីកន្លែងណាទៅក៏ប៉ុន្តែសម្រាប់ចម្លើយរបស់លោកតាចាំងវិនឆាងនៅតែប្រាប់ថាគាត់មិនដែលស្គាល់យេហ្វាននោះទេកាលពីដូច្នេះគេក៏បានដកដាវបំរុងនឹងកាត់ដៃរបស់គាត់ទៅហើយក៏ស្រាប់តែយេហ្វានបានបង្ហាញខ្លួនមកចាប់ដាវរបស់គេជាប់ឃើញយេហ្វានបង្ហាញខ្លួនដូច្នេះអ្នកគ្រប់គ្នារួមទាំងលោកយាយជីហួយក៏មាននៃការភ្ញាក់ផ្អើលហើយយេហ្វានបានតបថាយាយចាស់ជាងខានជួបគ្នាជាយូរណាស់មកហើយបន្តមកទៀតក៏ប្រើប្រាស់យុទ្ធសាស្ត្រសម្លាប់បរិមម្នាក់នោះឲ្យស្លាប់ភ្លាមបាត់ទៅលោកតាចាំងវិនឆាងក៏រួចខ្លួនក៏ប៉ុន្តែគាត់ក៏បានប្រាប់ឲ្យយេហ្វានបញ្ញាប់រត់ភ្លាមទៅតែយេហ្វានគឺមិនរត់នោះទេទីនៅធំមួយស្រូបគាត់ចូលទៅខាងក្នុងដើម្បីធ្វើការព្យាបាលដោយប្រាប់គាត់ថានឹងឲ្យពួកគេសងមកវិញគុណជា2តែម្ដងហើយលោកយាយជីហួយក៏បានបញ្ជានៅកូនចៅរបស់គាត់ទៅសម្លាប់គេភ្លាមតែយើងបានឃើញថាល្បឿនរបស់យេហ្វានគឺពិតជាលឿនខ្លាំងមែនទែនសមាជិកគ្រួសារជីទាំងអស់នោះគឺគ្រាន់តែជាកូនចៅតូចមួយសម្រាប់យេហ្វានតែប៉ុណ្ណោះគ្រាន់តែរន្ទះចេញពីចំហាយជើងរបស់គេនឹងក៏បានសម្លាប់អ្នកដែលហក់ចូលមកនឹងឡើងប្រងព្រាតដល់បាត់ទៅហើយបន្តមកទៀតលោកយាយជីហួយក៏បើកដំណើរការនៃក្បួននីក្រីទាំង3ទិសរបស់គាត់ដែលប្រៀបបីដូចជាសំណាញ់គ្រប់គ្រងយេហ្វានដោយមិនឲ្យគេរត់ចេញបាននោះទេក៏ប៉ុន្តែយេហ្វានបានតបត្រឡប់មកវិញថាតើឲ្យគេរត់មែនទេខ្លួនមកទីនេះដើម្បីសម្លាប់យាយចាស់ឯនឹងហើយថាឲ្យរត់យ៉ាងម៉េចនឹងកើតទៅរួចក៏សម្រុកចូលទៅវិញគណៈពេលដែលលោកយាយជីហួយប្រឹងបាក់ខែលការពារដែរក៏ប៉ុន្តែមិនអាចទប់កណ្ដាប់ដៃជាប់នោះទេក៏ត្រូវបានយេហ្វានម៉ាត់មួយទំហឹងតែម្ដងហើយយេហ្វានក្នុងគណៈពេលនេះវាយមិនគិតថាយាយក្មេកឬមួយក៏ជាចៅភាសាអីនោះឡើយឲ្យតែឌឺគេវាយទាំងអស់ដល់ដំណើរការនេះលោកយាយជីហួយក៏ចង់រត់ក៏គេចមិនផុតពីកណ្ដាប់ដៃហើយរន្ទះជើងរបស់យេហ្វាននោះទេហើយប្រតិកម្មដទៃទៀតឃើញដូច្នេះក៏បញ្ញាប់ជួយធ្វើអន្តរាគមន៍ជួយសង្គ្រោះគាត់ផងដែរក៏ប៉ុន្តែយើងបានឃើញថាហាប់រិជាគ្មានប្រសិទ្ធភាពអ្វីតទៅសោះលោកយាយជីហួយក៏ត្រូវបានយេហ្វានវាយឲ្យខ្ទាតដដែលហើយកំឡុងពេលនោះគេក៏បានស្រូបយកនៅលំពេញពីបរិមម្នាក់នៅក្បែរនឹងយកមកចាក់ទម្លាយដើមទ្រូងរបស់លោកយាយជីហួយតែម្ដងគណៈពេលដែលគាត់ខំប្រឹងស្រែកឲ្យជួយដែរក៏ប៉ុន្តែគ្មាននរណាគេមកជួយគាត់ទាន់ឡើយហើយនៅទីបំផុតលោកយាយជីហួយក៏ត្រូវបានយេហ្វានដោតឆ្កឹះព្យួរប្រាប់ទៅកាន់មនុស្សទាំងឡាយឲ្យបានដឹងថាលោកយាយចិត្តអាក្រក់មួយនេះក៏ត្រូវបានគេចាត់ការទៅហើយតែឡៃប្រតិកម្មទាំងអស់នោះក៏បញ្ញាប្រាប់ឲ្យយេហ្វាននឹងដោះលែងគាត់ភ្លាមក៏ប៉ុន្តែយេហ្វានបានតបត្រឡប់មកវិញថាថ្ងៃនេះគេចង់សម្លាប់គាត់ហើយគ្មាននរណាគេអាចបើបញ្ឈប់ខ្លួនបាននោះទេចឹងហើយក៏ដោតមួយលំពេញច្រត់ធ្លាយដើមទ្រូងរបស់គាត់តែម្ដងគណៈពេលដែលប្រតិកម្មឃើញចឹងខ្លាំងណាស់ក៏បញ្ញាប្រើប្រាស់យុទ្ធសាស្ត្របាត់ដៃលំហរបស់ខ្លួនមកធ្វើការវាប្រហារក៏ប៉ុន្តែត្រូវបានយេហ្វានបំបែកបានទាំងអស់ថែមទាំងប្រើប្រាស់នៅយុទ្ធសាស្ត្រកងដៃអមតៈនឹងវាបកទៅកាន់ពួកគេវិញផងដែរគណៈពេលដែលប្រតិកម្មម្នាក់បំរុងនៅវាប្រហារចូលមកយេហ្វានបានគប់លោកយាយជីហួយទៅបុកផ្ទប់ជាមួយនឹងធម្មពលរបស់គាត់ក៏បណ្ដាលឲ្យលោកយាយជីហួយធ្លាក់ពីលើអាកាសមកដល់ដីលឺសូរតែក្តឹបនិយាយរួមទៅគេថាណយអាធំខ្លាំងមែនទែនតែយ៉ាងណាគាត់ក៏នៅតែប្រាប់ប្រតិកម្មនឹងឲ្យសម្លាប់យេហ្វានទៅមិនចាប់បាច់ខ្វល់ពីគាត់នោះទេចឹងហើយប្រតិកម្មទាំងពីរនាក់ដែលនៅសេសសល់ក៏ព្យាយាមប្រើប្រាស់នៅធម្មពលដើម្បីបង្ក្រាបយេហ្វានផងដែរតែមិនអាចសម្លាប់យេហ្វានបានទេដោយសារតែអត្តសញ្ញាណរបស់គេគឺមានជាប់តាក់ទងជាមួយនឹងព្រះមហាក្សត្រជាងថៃស៊ូប៉ុន្តែយេហ្វានបានតបត្រឡប់ទៅវិញថាអ្នកណាក្តីឲ្យទៅរៀបរៀងនៅមនុស្សដែលគេចង់សម្លាប់ហើយអ្នកនោះក៏ត្រូវតែស្លាប់ដូចគ្នាចឹងហើយយេហ្វានបានបើកនៅលំហបញ្ចេញនៅបាតដៃមាសរបស់ខ្លួនទៅតបតជាមួយនឹងបាតដៃរបស់ពួកគាត់ទាំងពីរហើយជាលទ្ធផលយើងបានឃើញថាពួកគាត់មិនអាចតបតជាមួយនឹងយេហ្វានបានទេក៏ត្រូវបានខ្ទាតប៉ាំងទៅខាងក្រៅអរលីងគណៈពេលដែលលោកយាយជីហួយឃើញថាស្ថានភាពដូចជាមិនស្រួលគាត់ក៏ចង់រត់ចេញក៏ប៉ុន្តែស៊ីមួយលំពេញធ្លុះទ្រូងបាត់ទៀតហើយតែយ៉ាងណាគាត់ក៏នៅតែសម្ដីលយប្រាប់ថាបើសិនជាឯងសម្លាប់យើងនៅថ្ងៃនេះឯងក៏មិនរួចខ្លួនដូចគ្នាតែយេហ្វានគឺអត់ខ្វល់នោះទេគេគាត់ត្រូវតែស្លាប់គណៈពេលនោះប្រតិកម្មទាំង3នាក់ដែលជាប្រតិកម្មខ្លាំងៗនៃគ្រួសារជីបានបង្ហាញខ្លួនមកប្រាប់ទៅកាន់
យេហ្វានផងដែរថាលើនេះព្រះមហាក្សត្រគឺអនុញ្ញាតឲ្យយេហ្វានដោះលែងលោកយាយជីហួយហើយបើសិនជាថ្ងៃនេះគេដោះលែងគាត់ចឹងថ្ងៃក្រោយពួកគេមកប្រព្រឹត្តអំពើបែបនឹងទៀតនោះទេតែយេហ្វានបានតបត្រឡប់ទៅវិញថាលោកយាយជីហួយគឺមានបំណងសម្លាប់គេមុននោះទេចឹងហើយថ្ងៃនេះក៏គេមិនទុកជីវិតគាត់ឲ្យនៅរស់ទៀតដែរឃើញថាស្រាល្អមិនចង់ផឹកបែរជាចង់ផឹកស្រាពីនៃដូច្នេះព្រឹទ្ធាចារ្យទាំង3ក៏បានបង្រួមនៅធម៌ពលគ្នាដើម្បីវាយប្រហារពេញមួយទំហឹងក្បួនរបស់ពួកគាត់ទាំង3ក៏បង្រួមចូលគ្នាបង្កើតបានទៅជាតបទាហានមួយដ៏ធំមើលទៅពិតជាមានអំណាចអស្ចារ្យខ្លាំងមែនទែនហើយក៏មិនចាំយូរក៏សម្លាប់យេហ្វានតែម្ដងខណៈពេលដែលយេហ្វានបានតបត្រឡប់ទៅទៀតហើយថាក៏បន្ទោសគេសោះថាគឺជាមនុស្សគ្មានមេត្តាហើយការប្រយុទ្ធ3ទល់នឹង1ក៏បានចាប់ផ្ដើមសារជាថ្មីម្ដងទៀតដោយយេហ្វានក៏ព្យាយាមរកឱកាសដើម្បីវាយបកឲ្យកាន់តែជិតទៅលើពួកគាត់ផងដែរក៏ប៉ុន្តែឃើញថាព្រឹទ្ធាចារ្យទាំង3នាក់ហ្នឹងក៏ពិតជារហ័សគ្រាន់បើខណៈពេលដែលលោកជ័យជីហួយនៅវិញគាត់ក៏បាននិយាយផងដែរថាបើស្ទុះបីជាឯងនឹងមានអំណោយពីឋានសួគ៌ក៏ពិតមែនក៏ឯងនៅតែមិនអាចគេចផុតពីកណ្ដាប់ដៃរបស់ជាងដូចគ្នាតែមើលទៅតាមសម្ដីរបស់គាត់គឺពិតជាជឿជាក់ខ្លាំងមែនទែនហើយវិនាទីដែលយេហ្វានត្រូវបានព្រឹទ្ធាចារ្យទាំង3គ្រប់គ្រងគេទៅហើយនោះស្រាប់តែមានរឿងដ៏គួរភ្ញាក់ផ្អើលសម្រាប់ព្រឹទ្ធាចារ្យទាំង3តែម្ដងនោះគឺជាការបង្ហាញខ្លួននៅចំហាយអធិរាជដ៏ធំដែលមើលទៅទំហំរបស់មនុស្សម្នាក់ហើយនឹងទំហំរបស់មនុស្ស3នាក់ក៏ពិតជាខុសគ្នាឆ្ងាយខ្លាំងមែនទែនហើយក៏មិនចាំយូរយេហ្វានបានទាញគាត់មកមុខជូនមួយកណ្ដាប់ដៃពងតែមិនចាប់ត្រឹមនឹងនោះទេយេហ្វានក៏នៅតែបន្តសម្រុកចូលដើម្បីវាយគាត់បន្ថែមទៀតចឹងក៏ប៉ុន្តែឃើញថាព្រឹទ្ធាចារ្យទាំង3ក៏នៅតែព្យាយាមទប់ទល់ផងដែរហើយការប្រយុទ្ធរវាងយក្សទាំងពីរនោះក៏ធ្វើឲ្យកក្រើកមេឃរញ្ជួយធរណីឲ្យហើយអ្នកដែលនៅក្បែរនោះក៏ព្យាយាមរត់គេចខ្លួនដែលយើងបានឃើញថាយេហ្វានពិតជាមានព្រៀបខ្លាំងណាស់ដោយសារតែល្បឿនរបស់គេលឿនជាងហើយនៅទីបំផុតយេហ្វានក៏អាចបដូរគាត់បានដោយយកនៅខែលរបស់គាត់នោះវាយបំបែកនៅក្បាលបន្ទាប់មកក៏ម៉ាត់គាត់ឡើងទៅខាងលើហើយក៏បោកគាត់ចូលមកខាងក្រោមពេញមួយទំហឹងដែលស្នៀតចុងក្រោយក្នុងការបង្ហើយជីវិតរបស់ពួកគាត់ទាំង3នាក់គឺជាការបង្កើតនៅក្បួនដាវដ៏ធំហើយបើសិនជាយកដាវមកប្រៀបធៀបជាមួយនឹងទីក្រុងក៏ប្រហែលជាពាក់កណ្ដាលទីក្រុងហើយជាលទ្ធផលព្រឹទ្ធាចារ្យទាំង3ក៏ត្រូវបានយេហ្វានសម្លាប់ត្រឹមតែមួយផ្លែដាវចុងក្រោយតែប៉ុណ្ណោះមនុស្សម្នាក៏ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថារូបរាងកាយបុរាណបរិសុទ្ធពិតជាមានសមត្ថភាពដូចពីជាចាមរាមដែលពួកគេតែងតែលឺពិតមែនដល់ឡែកលោកយាយជីហួយនៅវិញក៏ព្យាយាមវាចេញទាំងទៅដាប់ទៅដួលដែលឈាមរបស់គាត់ក៏ហូរដាបពេញផ្លូវទៅហើយពេលនោះយេហ្វានក៏បំរុងនឹងប្រហើយជីវិតរបស់គាត់ដែរក៏ប៉ុន្តែលោកយាយជីហួយបានអង្វរឲ្យយេហ្វានទុកជីវិតឲ្យគាត់ផងគេថាគាត់មិនចង់ស្លាប់ដោយសារតែគេសម្លាប់នោះទេឥឡូវនេះឲ្យតែយេហ្វានទុកជីវិតឲ្យគាត់សុខចិត្តបំផ្លាញនៅធម៌ពលវឹកហាត់របស់ខ្លួនទាំងអស់ចោលតែម្ដងហើយណាមួយក៏ដើម្បីតែស៊ីយូចៅស្រីរបស់គាត់នឹងដូចគ្នាហើយដោយសារតែយេហ្វានយល់មុខទៅដល់ស៊ីយូហើយដូច្នេះហើយក៏បានប្រាប់គាត់ផងដែរថានៅចាំស្អីទៀតក៏មិនធ្វើវាតែម្ដងទៅស្ដាប់លើដូច្នេះឱកាសរស់រានមានជីវិតរបស់លោកជ័យជីហួយក៏មានគាត់សប្បាយចិត្តខ្លាំងមែនទែនក៏ប៉ុន្តែគាត់មិនបានចោលគំនិតចង់សម្លាប់យេហ្វាននោះទេឆ្លៀតយកឱកាសដែលយេហ្វានភ្លេចខ្លួនគាត់ក៏បានបញ្ជានៅផ្លែដាវនៅខាងក្រោយនោះឆ្ពោះចង្លឿនសម្ដៅទៅកាន់ក្បាលរបស់យេហ្វានតែម្ដងក៏ប៉ុន្តែល្បិចមួយនេះគឺគ្មានបានការសម្រាប់យេហ្វាននោះទេនិយាយផងដែរបើសិនជាទុកឲ្យយេឯងនៅមានជីវិតក៏ប្រហែលជាគំនិតលីមូនេះក៏នៅតែចង់កម្មចង់ពីជារហូតហើយដូច្នេះហើយមិនចាំបាច់រស់ទេនោះទេដោយយេហ្វានបានទាត់គាត់ប៉ាងឡើងទៅខាងលើបន្តមកទៀតក៏ដកយកនៅលំពេងមួយក៏ពេញមួយទំហឹងសម្ដៅទៅកាន់របួសចាស់ដែលបង្កលោកយាយជីហួយមានការឈឺចាប់ខ្លាំងមែនទែនហើយវិនាទីនឹងផងដែរលោកយាយជីហួយក៏ត្រូវបានបាត់បង់ជីវិតទៅហើយខណៈពេលដែលអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងក្រែងយេហ្វានមានជំងឺដែលជារបួសស្នាមតើនៅលើខ្លួនមែនទេចុះហេតុអីក៏គេត្រឡប់មកវិញជាធម្មតាអញ្ចឹងស្ដាប់លើដូច្នេះយេហ្វានក៏សម្ដែងធ្វើជាឈឺក្អួតធ្លាក់ឈាមចេញមករួចក៏ប្រាប់ទៅកាន់សមាជិកគ្រួសារជីទាំងអស់ឲ្យបានដឹងផងដែរថាឥឡូវនេះគេមានជំងឺស្នាមតើនៅលើខ្លួនគេរស់នៅត្រឹមតែរយៈពេលកន្លះឆ្នាំទៀតតែប៉ុណ្ណោះប៉ុន្តែក្នុងគណៈពេលនេះគឺគេមានកម្លាំងខ្លាំងអាចកម្ចាត់អ្នកគ្រប់គ្នាបានឥឡូវនេះបើសិនជាមិនចង់ស្លាប់នោះទេគួរតែចេញទៅហើយយើងមកស្គាល់ពីអត្តសញ្ញាណរបស់ឆាងវិនឆាងផងដែរតែប៉ុន្តែគេគឺជាមិត្តភ័ក្តិរបស់យេហ្វាននោះទេក៏ប៉ុន្តែដោយសារតែគេមិនមែនជាអ្នកវឹកហាត់ហើយដូច្នេះហើយគឺគេចាស់ជាងយេហ្វានតាមធម្មជាតិរបស់មនុស្សក៏មួយក៏គាត់អាចវឹកហាត់បានដែរក៏ដោយសារតែព្រឹទ្ធាចារ្យម៉ាយុនបានទាត់គាត់ចេញពីបាក់បន្ថែមពីនឹងទៀតរបស់ដែលជួយជំរុញឲ្យគាត់អាចរស់នៅដល់សប្តាហ៍ថ្ងៃនោះបានគឺដោយសារតែគ្រួសាររបស់ខ្លួននឹងឯងទីនៅទូរស័ព្ទបាក់បែកហើយខូចនោះយកមកសម័យរូបភាពមើលឃើញគេស្នោះស្នោយដូច្នេះយេហ្វានបានប្រាប់ផងដែរថានៅពេលដែលគេចូលទៅក្នុងទឹកដីហាំខតគេក៏បានប្រទះឃើញអាសនៈទាំង5ផងដែរហើយអាសនៈទាំង5នេះក៏ទំនងជាកន្លែងមួយដែលអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញផងដែរក៏ប៉ុន្តែវិធីសាស្ត្រក៏ដូចជាអាចកំបាំងនៅពីខាងក្រោយរបស់មួយនឹងគឺគេមិនទាន់បានស្រាវជ្រាវស្វែងយល់គឺកាន់តែស៊ីជម្រៅនោះទេគ្រាន់តែមានអារម្មណ៍ថារបស់នោះក៏នឹងជួយពួកយើងត្រឡប់ទៅកាន់ផែនដីវិញហើយក៏ប្រាប់ទៅកាន់ចាងវិនឆាងផងដែរឲ្យជឿជាក់ទៅលើគេប្រកាសជានាំទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញជាពំខានចាងវិនឆាងសប្បាយចិត្តខ្លាំងណាស់រួចក៏សួរពីគោលដៅបន្តរបស់យេហ្វានទៅថាតើគេទៅណាយេហ្វានបានប្រាប់ថាបើសិនជាយើងខ្សោយអ្នកដទៃក៏នឹងជន់ជើងពីរបៀបដូចជាសមោចឹងក៏ត្រូវតែធ្វើខ្លួនឲ្យខ្លាំងរួចក៏បាននាំចាងវិនឆាងទៅកាន់ទីតាំងមួយកន្លែងមើលស៊ីយូនៅវិញក៏បានមកជួបជាមួយនឹងបងប្រុសហៅយូរបស់គេដោយនាងចង់និយាយសម្ដៅទៅកាន់ក្រុមមួយសួរថាតើក្រុមទាំងអស់នោះរំខាន
ខាន់ទៅដល់យេហ្វានដែរអត់ហើយយូបានប្រាប់ត្រឡប់ទៅវិញថាគ្រូសាគូទាំងអស់នោះបានសន្យាជាមួយនឹងស្ដេចទន្លេដែលជាព្រះមហាក្សត្រយ៉ាងថៃស៊ូរួចហើយទោះបីជាពួកគេចង់សងសឹកក៏មិនអាចសងសឹកបានទេស្ដាប់លើដូច្នេះស៊ីយូក៏មានការសប្បាយចិត្តដែរក៏ប៉ុន្តែបងប្រុសរបស់នាងដូចជាមិនសូវពេញចិត្តប៉ុន្មាននោះទេដោយសារតែយេហ្វានបានសម្លាប់សមាជិកគ្រួសារជីហើយក៏ដឹងថាយេហ្វានគឺជាមិត្តដ៏ល្អបំផុតរបស់ស៊ីយូក៏ដូចគ្នាហើយយូក៏នៅតែប្រាប់នាងចឹងថាចិត្តល្អខ្លាំងពេកក៏នឹងធ្វើនាងមានគ្រោះថ្នាក់វិញនោះទេបន្តមកក៏ได้ចាកចេញទៅបាត់ទៅស្អីឡើងយេហ្វានបាននាំចាំងវិនឆាងមកកំពូលភ្នំតៃស៊ាន់ជួបជាមួយនឹងរៀមច្បងម្នាក់ផងដែរដែលគាត់មានឈ្មោះថាលីរូយូដែលយេហ្វានមកជួបគាត់នៅក្នុងគណៈពេលនេះគឺមានសំណាងមួយចង់ពឹងគាត់ផងដែរមិត្តភក្តិរបស់គេចាំងវិនឆាងគេគឺជាមនុស្សធម្មតាម្នាក់គ្មាននិស្ស័យក្នុងការដាំដុះនោះទេហើយក៏ចង់ជួយឲ្យគេខ្លាយទៅជាអ្នកវឹកហាត់ម្នាក់មិនដឹងថាគាត់ជួយបានឬក៏អត់នោះទេព្រឹទ្ធាចារ្យលីរូយូបានឃើញផងដែរថាស្រីរៀងរបស់ចាំងវិនឆាងគឺខ្សោយខ្លាំងមែនទែនគ្មានអ្វីពិសេសត្រង់ណាតតែសោះចឹងមានន័យថាគេគ្មានគុណលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេហើយចាំងវិនឆាងគឺមិនតូចចិត្តនោះទេក៏នាំយេហ្វានត្រឡប់ទៅវិញក៏ប៉ុន្តែគណៈពេលនោះស្រាប់តែព្រឹទ្ធាចារ្យលីរូយូក៏បានប្រើប្រាស់យុទ្ធសាស្ត្ររបស់គាត់ទងមើលទៅលើរូបរាងកាយរបស់គេសាជាថ្មីម្ដងទៀតបានឃើញផងដែរថាចិញ្ចើមរបស់គេគឺបរិសុទ្ធប្រកបជាមានរបបពិសេសណាមួយចាជាពំខានយ៉ាងណាមិញគឺថាបេះដូងរបស់គេហាក់បីដូចជាមិនមែនស្ថិតនៅទីនេះនោះទេដូចជាស្ថិតនៅក្នុងពិភពលោកផ្សេងមួយទៀតគាត់ក៏បានប្រាប់បន្ថែមផងដែរថាការវឹកហាត់មិនមែនត្រឹមតែជាគន្លឹះនោះទេដែលបេះដូងរបស់បុគ្គលគឺពិតជាសំខាន់ខ្លាំងណាស់ដែរហើយខ្សែជីវិតរបស់ចាងវិនឆាងក៏មិនខុសអំពីព្រឹទ្ធាចារ្យលីរូយូនឹងដូចគ្នានៅពេលដែលបេះដូងមិនស្ថិតនៅទីកន្លែងនេះជាមួយនឹងខ្លួនគឺថាធ្វើឲ្យសមុទ្រនៃភាពជឿជាក់របស់ខ្លួនប្រែទៅជារីងឆ្អឹងរបស់គេប្រែទៅជាគ្មានឫសដែលគាត់ណែនាំឲ្យចាងវិនឆាងមើលពិភពលោកឲ្យកាន់តែធំទៅនៅពេលដែលយើងមើលកាន់តែធំនោះយើងនឹងទទួលអ្វីគ្រប់បែបយ៉ាងតាមតែអ្វីដែលយើងត្រូវការបន្ថែមពីនឹងរបស់ទាំងអស់នោះក៏គ្រប់គ្រងទៅដោយបេះដូងរបស់យើងបើសិនជាយើងបើកចិត្តទទួលរៀនហើយផ្ដោតទៅលើបច្ចុប្បន្នភាពនោះយើងប្រកាសជាអាចស្ដារឡើងត្រឡប់មកវិញនៅអ្វីដែលហៅថាធម្មជាតិពិតប្រាកដនៅក្នុងโลกមួយនេះជាហ្វានឃើញដូច្នេះក៏បញ្ញាប្រាប់ទៅថានៅចាំស្អីទៀតថ្វាយបង្គំគាត់ធ្វើជាគ្រូតែម្ដងទៅហើយចាំងវិនឆាងក៏មិនស្ទាក់ស្ទើរក្នុងការថ្វាយបង្គំគាត់ធ្វើជាគ្រូដូចគ្នាផងដែរបន្តមកសាច់រឿងនៅក្នុងភាគទី121ក៏ត្រូវបានស្លេះត្រឹមប៉ុណ្ណឹងបើសិនជាចង់ដឹងថាភាគ122ល្អមើលយ៉ាងណាទៀតនោះកុំភ្លេចរងចាំតាមដានទស្សនានៅក្នុងសប្តាហ៍ក្រោយហើយក៏អធិស្ឋានរកកំហុសខុសឆ្គងណាមួយដែលបានកើតឡើងដោយអចេតនា admin ក៏វិលត្រឡប់មកវិញជាមួយនឹងវីដេអូសម្រាប់រឿងបន្តខណៈពេលនេះផងដែរពីសំណាក់ admin មេប៉ាសៀវខុសជម្រាបលាបាយបាយ